នៅក្នុង podcast យើងមិនត្រឹមតែសម្រាប់ job seeker ទេអញ្ចឹងបងប្អូនដែលនៅ university ហើយនឹងជា high school student គាត់ចង់រៀនការងារណាមួយដែលនៅក្នុងវិស័យធនាគារគាត់អាចដឹងថាអូបងរៀនជំនាញមួយនេះធ្វើការនៅធនាគារបានបុគ្គលិកតែងតែគិតថា HR ជាអ្នកជំនួសខុសត្រូវលើ career របស់ខ្ញុំជាពិតមិនមែនទេព្រោះវាជា career របស់ពួកយើងម្នាក់ៗផ្ទាល់ខ្លួនហើយម្នាក់មានការចំណង់ចំណូលចិត្តយើងនិយាយថាចំណង់ចំណូលចិត្តខុសៗគ្នាកលៈទេសៈក៏ខុសគ្នាដែរសួស្តីមនស្សស្ដាប់ជាទីគោរពសូមស្វាគមន៍មកកាន់អេពីសូតដំបូងរបស់ ABA Careers Podcast ក្នុងអេពីសូតដំបូងនេះផងដែរយើងនឹងនិយាយអំពីតើអ្វីទៅជា ABA Careers Podcast និងគោលដៅចម្បងក្នុងការបង្កើតកម្មវិធីនេះឡើយយើងក៏មានវាគ្មិនកិត្តិយសគឺលោកស្រីលីវិជាដែលជានាយិកាធនធានមនុស្សនៃធនាគារ ABA ចូលរួមក្នុងវគ្គនេះផងដែរលោកស្រីបានចាប់ផ្ដើមបំពេញការងារជាមួយធនាគារ ABA ចាប់តាំងពីឆ្នាំ2012ជាប្រធានផ្នែកធនធានមនុស្សដោយទទួលខុសត្រូវលើការងារពាក់ព័ន្ធនឹងធនធានមនុស្សជាមួយស្ថាប័នរដ្ឋាភិបាលក៏ដូចជាការបង្កើតគោលនយោបាយនិងការអភិវឌ្ឍយុទ្ធសាស្ត្រនៃផ្នែកធនធានមនុស្សរបស់ធនាគារលោកស្រីមានបទពិសោធន៍ជាង20ឆ្នាំមកហើយក្នុងការគ្រប់គ្រងផ្នែកធនធានមនុស្សដែលធ្វើឲ្យលោកស្រីជាវាគ្មិនកិត្តិយសក្នុងការចែករំលែកបទពិសោធន៍និងគន្លឹះនៅក្នុងកម្មវិធីជាច្រើនទាក់ទងទៅនឹងការអភិវឌ្ឍការងារចំណេះដឹងជំនាញទៅកាន់យុវជនជំនាន់ក្រោយលោកស្រីបានចូលរួមចំណែកយ៉ាងសកម្មក្នុង Bank Strategy ជាពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងធនាគារឲ្យបុគ្គលិកមានជំនាញនិងចំណេះតាំងពីបុគ្គលិកចំនួន180នាក់រហូតដល់សប្តាហ៍ថ្ងៃ 9,000 ជាងនាក់ជាមួយនឹងផលិតភាពការងារដ៏ប្រសើរសួស្តីបងចាសួស្តីតើបងអាចរៀបរាប់បានទេអ្វីទៅជា ABA Career Podcast ហើយកត្តាអ្វីខ្លះដែលធ្វើឲ្យបងបង្កើតកម្មវិធីនេះឡើងចាABA Podcast ជា channel មួយរបស់ ABA Career ដែលយើងធ្វើឡើងដើម្បី attract job seeker ហើយនឹងបងប្អូនដែលនៅខាងក្រៅក៏ដូចគ្នាជាក្រុមការងារ ABA ហើយដឹងពីព័ត៌មានទាក់ទងនឹង job available នៅ ABA ហើយក៏បន្ថែមពីហ្នឹងពួកគាត់អាចជួបជាមួយនឹង speaker យើងដែល invite មកជា speaker នៅក្នុង podcast បាទវាខុសពី channel មុនត្រង់ថានៅក្នុង podcast វាជា conversation ហើយ speaker យើងគាត់មានឱកាសនៅក្នុងការចែករំលែកជាបទពិសោធន៍ផ្ទាល់ខ្លួននោះបេះទៅតាមសំណួរដែលយើងមានស្រាប់ហើយជាសំណួរដែលយើងតែងតែទទួលបានពី team ការងារ ABA ក៏ដូចគ្នានឹង job seeker នៅខាងក្រៅដោយឡែកអ្វីដែលយើងធ្វើលើសពី channel ផ្សេងទៀតដែលពីមុនយើងមានជា LinkedIn ក៏ដូចគ្នាជា Telegram ជា Facebook ជា TikTok នៅក្នុង podcast យើងមិនត្រឹមតែសម្រាប់ job seeker ទេអញ្ចឹងបងប្អូនដែលនៅ university ហើយនឹងជា high school student គាត់ចង់រៀនការងារណាមួយដែលនៅក្នុងវិស័យធនាគារគាត់អាចដឹងថាអូបងរៀនជំនាញមួយនេះធ្វើការនៅធនាគារបានរៀនជំនាញមួយនោះធ្វើការនៅធនាគារបានតាមរយៈបងដែលមកចែករំលែកនៅក្នុង podcast មួយនេះបាទអញ្ចឹងមានថា channel មួយនេះវាជាដូចតាមស្ដាប់មិញទី5ហើយបងណាចាជា channel ទី5 ហើយ podcast ហ្នឹងវាជាទូទៅអ្នកដែលគាត់ស្ដាប់នឹងថាគាត់ស្គាល់ podcast ហ្នឹងវាខុសគ្នាពី interview មកអញ្ចឹងបងចាវារៀងជាខុសគ្នាដែរដោយសារតែ podcast មែនទែនដូចការដែលយើងកំពុងតែ record នេះអញ្ចឹងយើងមានជា record ជាសំឡេងជាវីដេអូហើយយើងបង្ហោះនៅក្នុង podcast channel អូខេអញ្ចឹងបងឬក៏បងប្អូនដែលចង់បានព័ត៌មានពី ABA គាត់អាចស្ដាប់ជាព័ត៌មានដែលយើងចែករំលែកនេះ on the go តែថាទោះបីជាគាត់លេងកីឡាក៏ដោយគាត់ travel គាត់កំពុងតែនៅក្នុង library ក៏ដោយហើយចង់ដឹងពីព័ត៌មានរបស់ ABA អាចចូលទៅ podcast ABA Career ហើយស្ដាប់ទាំងអាទិត្យនេះឬក៏ពីអាទិត្យក្រោយតើបងខាង ABA share ព័ត៌មានពីគេហើយបើខ្ញុំរៀនជំនាញ1 2 3នេះតើបងនិយាយនោះខ្ញុំអាចមើលទៅទាំង connect the dot បានណាទាំងបើខ្ញុំកំពុងរៀនជំនាញមួយនេះតើតាមបងនិយាយមុននឹងមិញឬក៏បងនិយាយថ្ងៃនេះ
ខ្ញុំអាចទៅណាបាន បាទអូខេអញ្ចឹងមានថាយើងមើលវីដេអូក៏បានយើងស្ដាប់តែសំឡេងក៏បាន ចាចា អូខេហេតុអ្វីបានជាសិស្សានុសិស្សបុគ្គលិកហើយនឹង job seeker គាត់គួរតែបន្តតាមដានមានថា stay tuned ជាមួយនឹង podcast របស់យើង ចាពួកគាត់គួរតែ stay tuned ដោយសារតែគោលបំណងរបស់យើងចង់ចែកម្លែកហើយពិតជាចង់ចែកម្លែកមែននៅក្នុង ABA យើងមានប៉ុស្តិ៍រហូតដល់ 1000 ប៉ុស្តិ៍ហើយក្នុង 1000 ប៉ុស្តិ៍នេះយើងមានតាំងពីខាងដូចជាខាង business ខាង sale ខាង credit ហើយប៉ុន្តែប៉ុស្តិ៍របស់ពួកគាត់មានដល់រហូតដល់ 300 ប៉ុស្តិ៍ហើយយើងនិយាយខាង support វិញដូចជា HR admin IT ហ្នឹងក៏ 300 ប៉ុស្តិ៍ដែរយើងមាន team មួយក្រុមទៀតដូចជា digital ពួកគាត់ក៏មានរហូតដល់ជិត 300 ប៉ុស្តិ៍ដូចគ្នាបាទអញ្ចឹងប៉ុស្តិ៍មួយចាច្រើនហើយយើងមានតាំងពី team មួយទៀតនោះ team control ណាយើងហៅថា team internal audit team compliance ហ្នឹងរហូតដល់ទៅ100 ប៉ុស្តិ៍ជាងអញ្ចឹងប៉ុស្តិ៍ទាំងអស់យើងយកមកចែកម្លែកនៅក្នុង channel មួយនេះថាមានប៉ុស្តិ៍អីខ្លះហើយប៉ុស្តិ៍មួយហ្នឹងមាន skill អ្វីខ្លះចាបាទអញ្ចឹងគាត់ត្រូវរៀនត្រូវធ្វើការងាយច្រើនតើតើខ្ញុំឃើញបងលើកឡើងមែនតើតើ digital 300អញ្ចឹងចាំឲ្យឃើញខាង ABA យើង technology ខ្ពស់ចាបាទមែនតើនៅក្នុង digital ហ្នឹងយើងមិនមែនមានតែ team develop ដូចជា ABA mobile app ទេwebsite ហើយនឹង internet banking នៅក្នុង digital ហ្នឹងសូម្បីតែ team cyber ក៏យើងមានដែរព្រោះដោយសារយើងផលិត ABA mobile app ខ្លួនឯងអញ្ចឹងនៅពេលយើងផលិត app យើងមាន team test មួយទៀត attacker ថាគាត់មានទំនោរ attack វាមិនអញ្ចឹងក្រុម attacker ហ្នឹងគាត់ test មើលថាតើ system របស់យើង strong ប៉ុណ្ណាដើម្បីឲ្យភ្ញៀវយើងមានទំនុកចិត្តក្នុងការប្រើបាទចុះសម្រាប់បុគ្គលិកវិញបងតើគាត់គួរបន្តតាមដាន podcast នេះយ៉ាងចាពិសេសជាងអ្នកនៅខាងក្រៅជា job seeker សម្រាប់បុគ្គលិកវិញខ្ញុំសង្ឃឹមថាបងប្អូនហើយបងប្អូនអាចតាមដាន channel មួយនេះដើម្បីជួបជាមួយនឹង speaker របស់យើងដែលជា senior management ហើយជា expert ដែលមកចែករំលែកជាបទពិសោធន៍ផ្ទាល់ខ្លួនថាធ្វើម៉េចបានជាពួកគាត់បានឡើងរហូតដល់រាល់ថ្ងៃធ្វើម៉េចបានគាត់ grow career របស់គាត់ momentum តែគាត់ធ្វើអីខ្លះ train អីខ្លះហើយ take risk អីខ្លះព្រោះពេលខ្លះគាត់ក៏អាច take risk ដែរដើម្បីចាប់យកអាជីពការងាររហូតដល់រាល់ថ្ងៃហើយគាត់ control និង compromise risk របស់គាត់របៀបម៉េចបាទចុះអ្នកបុគ្គលិកដែលគាត់ថាធ្វើម៉េចតែគាត់ប្រឹងប្រែងវាម៉េចដើម្បីគាត់អាចឡើងតំណែងទៅខ្ពស់តទៀតចានេះខ្ញុំសូមឲ្យក្រុមការងារយើងនៅខាងក្នុងក៏ដូចគ្នា job seeker អាច follow channel របស់យើងដើម្បីជួបជាមួយនឹង speaker យើងផ្ទាល់ព្រោះ speaker យើងមួយនឹងចែកម្លែកអាចខុសៗគ្នាព្រោះខ្ញុំជឿជាក់ថា career របស់ម្នាក់ជា successful រហូតដល់រាល់ថ្ងៃរហូតដល់ពេលនេះពួកគាត់ឆ្លងកាត់មិនដូចគ្នាទេបាទអញ្ចឹងបងប្អូនអាចមើលថាតើអ្នកណាមួយ journey អ្នកណាមួយដែលវាដូច journey របស់យើងហើយយើងចង់បាន journey career បែបហ្នឹងអ្នកខ្លះគាត់ plan career របស់គាត់10ឆ្នាំអ្នកខ្លះ plan 20ឆ្នាំអ្នកខ្លះ plan តែ5ឆ្នាំទេប៉ុន្តែដើម្បីបាន journey 5ឆ្នាំ10ឆ្នាំ20ឆ្នាំគាត់ plan ខុសៗគ្នាបាទចាព្រោះយើងមានក្រុមការងារខ្លះឧទាហរណ៍ថាគាត់រៀនបដាគាត់ធ្វើការបដាអញ្ចឹងចំណាយពេលវេលានៅកន្លែងធ្វើការក៏តិចតែផលវាបានតិចតាមហ្នឹងតែក្រុមការងារយើងខ្លះមេយើងខ្លះគាត់ចំណាយពេលវេលាច្រើនមកធ្វើការតាំង7យប់7ព្រឹកសំទោសរហូតដល់8 9យប់ហើយតាំងពីគាត់នៅ level officer រហូតមកដល់ឡើងស៊ុបឡើងមកដល់ខ្លាយជា manager ជាលទ្ធផលគាត់បាន grow លឿនខ្លាយទៅជា manager ក្នុងរយៈពេល5ទៅ10ឆ្នាំតែជាមួយនឹងបទពិសោធន៍ចំនួនម៉ោងធ្វើការនោះវាច្រើនហើយបទពិសោធន៍ដែលជួបការលំបាកនោះក៏វាច្រើនអញ្ចឹងវាអាចខុសៗគ្នាប៉ុន្តែ career ម្នាក់គឺពួកយើងអ្នក design ហើយអ្នក plan ខ្លួនឯងថាតើយើងយក5ឆ្នាំ10ឆ្នាំឬក៏តិចជាងហ្នឹងអូខេអាហ្នឹងយើងពេលដែលពួកគាត់ចូលរួមជាមួយនឹង ABA យើងខាង HR យើងជួយណែនាំបង្ហាញផ្លូវគាត់ថានេះត្រូវគិតគូរពី career path ខ្លួនឯងមិនឬក៏អាហ្នឹងគាត់ត្រូវដឹងខ្លួនឯងបងcareer path ខ្ញុំជា HR ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងបន្តិចព្រោះ
ភាគច្រើនទោះបីជានៅក្រុមហ៊ុនណាក៏ដោយភាគច្រើនបុគ្គលិកតែងតែគិតថា HR ជាអ្នកទំនួលខុសត្រូវលើ career របស់ខ្ញុំធៀបពិតមិនមែនទេព្រោះវាជា career របស់ពួកយើងម្នាក់ៗផ្ទាល់ខ្លួនហើយម្នាក់ៗមានការចំណងចំណូលចិត្តយើងនិយាយថាចំណងចំណូលចិត្តខុសៗគ្នាកលៈទេសៈក៏ខុសគ្នាដែរអញ្ចឹងខ្ញុំសូមឲ្យបុគ្គលម្នាក់យក career ជារឿងផ្ទាល់ខ្លួនហើយ plan career ខ្លួនឯងជា HR មានតួនាទីមួយពួកយើងនឹងធ្វើហ្នឹងគឺ support អញ្ចឹងឧទាហរណ៍ថាខ្ញុំមួយថ្ងៃជា Tailor ហើយបងធ្វើម៉េចខ្ញុំឡើងទៅជា Tailor សុបអូខេចាអញ្ចឹង manager គាត់ក៏ដូចជា HR បង្ហាញផ្លូវឲ្យអូនដើម្បីចង់អាចធ្វើជា Tailor សុបអូនត្រូវការមានបទពិសោធន៍ការងារជា Tailor ហ្នឹងប្រហែលម៉ោងគឺប្រហែលឆ្នាំហើយបទពិសោធន៍ជា Tailor ហ្នឹងយើងអាចបានអីខ្លះជាយើងនិយាយថាផលលំបាកការពេលដែលយើងធ្វើ Tailor ធម្មតាមានភាពមក complain ដោះស្រាយវាម៉េចពេលមើលលុយព្រោះ Tailor យើងត្រូវការមើលលុយអញ្ចឹងបទពិសោធន៍ចេះមើលលុយ detect counterfeit note ហ្នឹងពីសម័យមួយទៅសម័យមួយតែ counterfeit note មានប្រភេទអីខ្លះបើ note មកឆ្នាំណាតើមើលរបៀបម៉េចតើច្បាស់ពីការមើល counterfeit note ហ្នឹងខ្លាំងប៉ុណ្ណាអញ្ចឹងយើងត្រូវច្បាស់ពី skill របស់យើងដល់ពេលដែល HR ប្រាប់ប៉ុណ្ណឹងហើយ HR នឹងឲ្យផ្លូវណែនាំទៅលើ training អញ្ចឹងជា supervisor គាត់ត្រូវការរៀន supervisory skill បាទចេះគ្រប់គ្រងមនុស្សចេះដោះស្រាយបញ្ហាឲ្យអ្នកផ្សេងទៀតមិនមែនដោះស្រាយតែបញ្ហាខ្លួនយើងអញ្ចឹងខាងងារហ្នឹងវាដំបូងចេញពី Tailor មួយហ្នឹងបាទតពី Tailor មួយហ្នឹងចង់ទៅធ្វើជាអីហើយ HR ហើយនិង manager គាត់នឹងចាប់ផ្ដើមបង្ហាញផ្លូវដើម្បីទៅជាសុបត្រូវរៀនអីគេខ្លះបន្ថែមមានបទពិសោធន៍អីគេខ្លះបន្ថែមបាទហើយវាមក successful នៅពេលដែលគាត់បានជា message ពី HR ហើយពី manager គាត់បាទចុះដូចខាងបុគ្គលិកគាត់តួនាទីធ្វើ officer ឬ account admin អីតើគាត់មានអាចឡើងទៅដល់ណាបានបងជាបទពិសោធន៍តែម្ដងហើយខ្ញុំធ្លាប់ទៅចែកជាមួយនឹង account admin ផ្ទាល់ជាង10ឆ្នាំមុននៅពេលដែលខ្ញុំបានទៅចែកពី career របស់ account admin account admin តែងតែគិតថាគាត់អត់មាន career path ច្រើនទេដោយសារកម្រមានក្រុមហ៊ុនណាមាន account admin ច្រើនណាបាទអញ្ចឹង account admin អាច grow ទៅណាធៀបពិត account admin អាច grow ទៅ career ផ្សេងទៀតក្រៅពី account admin ប៉ុន្តែយើងត្រូវការ match skill ហើយនឹង talent របស់គាត់ធ្វើការទៅ account admin ហ្នឹងចាaccount admin យើងមែនតើគាត់មាន skill ឧទាហរណ៍ថា account admin មាន skill ខ្លះគាត់ត្រូវការ communication យើងនិយាយ communication តែ role ផ្សេងទៀតមួយណាដែលមាន communication Tailor ក៏មាន communication ខាង service ក៏មាន communication call center ក៏មាន communication HR ក៏មាន communication ដែរអញ្ចឹងបើយើងមិនគ្រាន់តែ communication មានច្រើនប៉ុស្តិ៍ដែលមាន communication បាទអញ្ចឹងក្រៅពី skill communication តើមាន skill អីផ្សេងទៀតដែល account admin មានហើយអាច match ទៅប៉ុស្តិ៍ផ្សេងទៀតអញ្ចឹងដូចជា skill មួយទៀតដែល account admin មាននោះគឺរឿង financial បាទចេះមើល financial ចេះរបៀបមើលទាំងreceipt ចេះមើល balance sheet អញ្ចឹងបើសិនជា skill មួយហ្នឹងតែគាត់អាច upgrade ហើយ revolve ទៅប៉ុស្តិ៍ណាបានអញ្ចឹងប៉ុស្តិ៍ដែលអាចមើល financial ហ្នឹងមានដូចជាខាង sale ខាង credit មានខាង audit អញ្ចឹង so far មែនតើទៅនៅពេលដែលខ្ញុំមាន conversation ជាមួយនឹង account admin យើងធ្លាប់ហើយក៏បាន on the journey ជាមួយ account admin យើងរហូតដល់គាត់ខ្លាយទៅជា branch manager so yeah it's a long journey ដែលគាត់ take ប៉ុន្តែវា successful របស់គាត់ព្រោះគាត់បាន plan ថាបងខ្ញុំជា account admin មិនដឹងទៅណាទេតែនៅពេលដែលយើងមាន conversation matching skill បែបហ្នឹងហើយគាត់ step ម្ដងបន្តិចទៅcareer របស់គាត់បាន improve ហើយបាន change តែវា start ពីគាត់ព្រោះមាន account admin ខ្លះក៏អត់ start ដែរបាទអញ្ចឹងគាត់នៅជា account admin ហ្នឹង for 10 or more than 10 years អ្នកខ្លះរហូតដល់20ឆ្នាំ30ឆ្នាំក៏មានដែរប៉ុន្តែគាត់ចូលចិត្តការងារ account admin and គាត់មាន resourceful account admin ហ្នឹងតែម្ដងអញ្ចឹងគាត់តែកលេចមើលដឹងថា process នេះយើងធ្វើខុសហើយreceipt នេះឲ្យមកខ្លាំងៗហើយបងអញ្ចឹងឬក៏ឯកសារមួយនេះ fraud ដែរគាត់ជា rock star យើងនិយាយថាគាត់ច្បាស់នឹង career របស់គាត់ជា role របស់គាត់ចាជា account admin ហើយ rock star បែបហ្នឹងនៅ AVA មានព្រោះយើងមាន rock star ដែលគ្រាន់តែបកកែខាង counterfeit note គ្រាន់តែចាក់កាមេរ៉ាមើលគាត់ទាំងបានកាន់លុយផងយើងគ្រាន់ឲ្យចាក់មើលទូទៅថាមើលលុយនឹងមានខ្លាំងៗអត់យើងចាក់លុយមើលទៅគាត់មើលដឹងថាមានលុយខ្លាំងៗអូអញ្ចឹងបានហៅថាគាត់ជា rock star នៅក្នុង career របស់ខាង cash ហ្នឹងអានេះគួរតែ
គាត់ធ្វើវីដេអូមួយថតឃើញជំនាញគាត់មិនចឹងថតឃើញ Yeah it's unbelievable ដែលយើងមាន rockstar តែនៅក្នុង ABA ដោយសារយើងមានទាំង rockstar យើងមានទាំង shining star អញ្ចឹងពួកគាត់ធ្វើការជាមួយគ្នាហ្នឹងសហការគ្នាបានល្អបាទអូខេមួយទៀតបងតកតងទៅនឹងមុខតំណែងហើយនឹងរចនាសម្ព័ន្ធនៅក្នុង ABA របស់យើងតើបងអាចរៀបរាប់បន្ថែមទៀតបានទេបងជារចនាសម្ព័ន្ធតែម្ដងនៅ ABA យើងមានរហូតទៅដល់17 function ពេលដែលខ្ញុំនិយាយ17 function ទេសម្រាប់ internal ក្រុមការងារ ABA អាចស្គាល់17 function ហ្នឹងហើយស្ដាប់ទៅមើលទៅរៀងទូចតែតាមពិត17 function នេះធំណាស់ព្រោះដោយសារតែយើងនិយាយថា17 function ខ្ញុំដូចអត់សូវឮគឺប្រើ function ខ្ញុំធ្លាប់តែឮ department division អីចឹងចាដោយសារតែ function មួយនេះ cover division ហើយ cover department ទៀតចាអញ្ចឹងក្នុង17 function នេះយើងក្តោបធំណា17 function ហ្នឹងយើងមាន cover រហូតដល់ទៅប៉ុស្ជាងហ្នឹងដែលយើងនិយាយមុនហ្នឹងមិញអញ្ចឹងមែនតើវាច្រើនអញ្ចឹងក្នុង17 function ហ្នឹងឧទាហរណ៍ថាគ្រាន់តែ HR admin HR alone យើងចូលរហូតដល់700នាក់ឯង team admin ក៏យើងមានច្រើន team digital រហូតដល់300នាក់អញ្ចឹង function មួយហ្នឹងមានចំនួនប៉ុស្តិ៍ច្រើនហើយចំនួន number បុគ្គលិកនៅក្នុងប៉ុស្តិ៍មួយក៏ច្រើនដែរក្រៅពី HR admin digital យើងមាន IT យើងមាន security department យើងមាន cyber យើងមាន compliance and risk យើងមាន audit យើងមាន team cell នៅ ABA មានច្រើនរហូតដល់ទៅ300ប៉ុស្តិ៍មុនហ្នឹងមិញដែលខ្ញុំចែកម្លេះហើយ cell ហ្នឹង CO ហ្នឹងហ្មងteam ពេលដែលយើងនិយាយថា team cell មិញនេះគឺក្រុម customer service ដែលទទួលភ្ញៀវហើយ collect deposit បើយើងនិយាយ CO មុនហ្នឹងមិញដែលសួរគេថា CO មែនហ្នឹង CO គាត់គ្រាន់តែចំនួន number population របស់ CO ហ្នឹងរហូតទៅដល់ 2000 ជាងចានៅ ABA អញ្ចឹងគ្រាន់តែ CO យើងមានរហូតដល់ 2000 ជាងហើយ CO នឹងទៀតសោតគាត់មានទាំងធ្វើការនៅ field ហើយយើងមានក្រុមជាអ្នកដែលធ្វើការនៅ head office ដូចគ្នាតែគាត់ជួយមើលឯកសាររបៀបមើល financial ហើយបរៀនក្រុម CO ថ្មីអញ្ចឹងគ្រាន់តែ CO យើងមានរហូតដល់ចំនួនប៉ុណ្ណឹងបាទហើយក្នុង department ហ្នឹងមានជាអីទៀតបង unit អីទៀតមិនទៀតចាក្នុង department យើង cover អញ្ចឹងក្នុង department យើងមាន unit នៅក្រុម department ហើយ department ហ្នឹងនៅក្រុម division ហ្នឹងនៅ under umbrella of function មុនហ្នឹងមិញអញ្ចឹងមក function អាចមានច្រើនជាងមួយ division ហើយមួយ division មានច្រើនជាមួយ department អញ្ចឹងបន្តរហូតដល់ level officer ដែលយើង hierarchy របស់នៅ ABA បាទអញ្ចឹងបងក្នុងកម្មវិធីយើងក៏យើងមានជាសភៅដើម្បីឲ្យបងលាវជា message សម្រាប់ speaker បន្ទាប់ដើម្បីឲ្យគាត់បានអានពី message របស់បងបាទសូមអរគុណបងដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីនេះនិងផ្ដល់មតិយោបល់ល្អៗទៅដល់បងប្អូនរួមការងារនិងបងប្អូននិស្សិតដែលកំពុងស្វែងរកការងារនៅក្នុងធនាគារយើងបាទចា៎អរគុណច្រើនដូចគ្នាសូមបញ្ជាក់ផងដែរកម្មវិធីរបស់យើងនឹងធ្វើការចាក់ផ្សាយរៀងរាល់2សប្តាហ៍ម្ដងនៅលើបណ្ដាញសង្គមរបស់យើងដែលមានដូចជា LinkedIn, Facebook, Telegram, TikTok និង channel ថ្មីរបស់យើងគឺ Spotify និង Apple Podcast សូមអរគុណជួបគ្នានៅអេពីសូតបន្ទាប់